ជំរាបសួរបងម៉ែបងប្អូនអរគ្នាថ្ងៃនេះមកមើលទីមុងគេសមទៀតអញ្ចឹងណាបងប្អូននៅវត្តហើយទីមុងក៏អត់ទាន់បានចេញសមដែរឥឡូវនេះបានឃើញពូគាត់ជីជុំមកលក់នៅវត្តណាបងប្អូននេះរូបស្ករសូនពិសាទគឺខ្ញុំខានឃើញយូរមែនទែនបងប្អូនធ្លាប់តែឃើញនៅក្នុងទូរស័ព្ទពួកអីតាំងពីខ្ញុំរៀនចប់មករហូតមកដល់ឥឡូវប្រហែលខ្ទង់ចង់ជិត20ឆ្នាំដែរណាបងប្អូនគឺខានឃើញយូរឥឡូវនាំគ្នាទិញហូមឡើងពេញនឹងក្មេងៗណាបងប្អូនគឺគាត់សូនរូបសត្វស្ករហ្នឹងគឺធូរថ្លៃបងប្អូនតាមួយសត្វដែលគាត់ធ្វើហ្នឹងគឺតែ500ទេបងប្អូនចង់ធ្វើសត្វធំតូចអាហ្នឹងគាត់ធ្វើតាមនឹងតាមតម្លៃអញ្ចឹងណាបងប្អូនបើយើងធ្វើធំទៅគាត់ធ្វើតម្លៃ1000ឲ្យអញ្ចឹងណាបងប្អូនហើយទូដែលគាត់ធ្វើនេះគឺតែ500ទេបងប្អូនហើយខ្ញុំបានទិញឲ្យគាត់ធ្វើរូបសត្វដែរអញ្ចឹងណាបងប្អូនហើយឃើញពុកក្មេងៗទិញឡើងច្រើនមែនតើបងប្អូនគឺខានឃើញយូរបងប្អូនហើយគាត់ប្រកែធ្វើមែនតើគាត់ធ្វើរូបស្ករគាត់សូនជាសត្វស្អាតបងប្អូនព្រោះការខ្ញុំនៅក្មេងៗនោះខ្ញុំធ្លាប់ឃើញគេធ្វើអញ្ចឹងដែរហើយខ្លះគាត់ធ្វើជាផ្កាស្អាតបងប្អូនផ្កាកលាបខ្ញុំទិញយកទៅផ្ទះអត់ហ៊ានញ៉ាំទេផ្កាកលាបផ្កាអីហ្នឹងដល់ពេលហើយមានណាសម្រាប់ហូមអស់លីងហើយនេះគាត់ធ្វើជារូបមាន់ណាបងប្អូនធ្វើរូបមាន់សូនជារូបមាន់មានសត្វច្រើនណាគាត់ធ្វើស្អីណាបងប្អូនណានិយាយរួមទៅបងប្អូនគឺខានឃើញយូរចឹងក្មេងៗក៏ទិញច្រើនដែរហើយគាត់ជីដើរលក់អញ្ចឹងក៏អត់សូវលក់មួយកន្លែងអញ្ចឹងទេតែអញ្ចឹងយើងអត់សូវឃើញណាបងប្អូនតែអញ្ចឹងក្មេងៗបានឈប់អញ្ចឹងក្មេងៗទៅដើមគ្នាទិញហ្មងហើយខ្ញុំនេះគឺធ្វើរូបតែ500ឯងបងប្អូនដោយសារទៅហ្នឹងជាប់លុយបានតែ1000ទិញក្រែមមួយដើម500ហើយនឹងធ្វើរូបសត្វ500អញ្ចឹងណាបងប្អូនហើយខ្ញុំធ្វើសត្វមាន់នេះបងប្អូននេះគាត់ធ្វើហើយហ្នឹងឡើងស្អាតឡើងដូចហ្មងណាបងប្អូនហើយចង់ភ្លេចរសជាតិដល់ពេលញ៉ាំទៅរសជាតិដូចស្ករទាញណាបងប្អូនដូចស្ករទាញដែរបងប្អូនផ្អែមហើយគាត់ទុំធ្វើហើយអញ្ចឹងនៅតុននេះតែឡើងផ្អែមអូខេបងប្អូនបន្ទាប់ពីខ្ញុំភ្លក់ហើយឥឡូវខ្ញុំឲ្យកូនត្រេនភ្លក់ម្ដងបងប្អូនគឺអត់ដែរឲ្យញ៉ាំស្ករគ្រាប់គាត់អត់ដែរចេះញ៉ាំទេបងប្អូនទៅពេលដាក់ទៅមានលិតអីទេគឺខំដាច់ក្បាលយកតែម្ដងអូខេបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាបាយបាយ